សម្លសម្លក់ត្រួយល្ពៅជាមួយនឹងត្រីអាំងបងប្អូនអ្នកខ្លះចូលចិត្តញ៉ាំសម្លមួយមុខនេះចំណែកនាងខ្ញុំវិញគឺចូលចិត្តញ៉ាំខ្លាំងតែម្ដងមួយខែយ៉ាងហោចណាស់ក៏នាងខ្ញុំស្លបាន4ទៅ5ដងអីដែរហើយនេះគឺជាបន្លែផ្សំរបស់យើងមានដូចជាត្រួយល្ពៅផ្លែល្ពៅផ្លែននងស្នៀតពោតផ្សិតចំបើងហើយខ្ញុំបេះផ្កាននងហើយនឹងត្រួយននងក្បែរផ្ទះនេះយកមកលាយបានបន្តិចបន្តួចដែរសម្លថ្ងៃនេះគឺខ្ញុំបង់ជាមួយនឹងត្រីផ្ទុកអាំងចាឥឡូវនេះខ្ញុំបដាក់ឆ្នាំងដាំទឹកឲ្យបានពុះល្អសិនបន្ទាប់ពីទឹកបានពុះហើយខ្ញុំបង់ស្លឹកគ្រៃខ្ទឹមសហើយនឹងមើមខ្ជាយហើយខ្ញុំក៏ចិញ្ច្រំប្រហុកចូលទៅតែម្ដងបន្ទាប់ពីចិញ្ច្រំប្រហុកបានរួចរាល់ហើយខ្ញុំដាក់ប្រភេទបន្លែរឹងមានដូចជាល្ពៅហើយនឹងស្នៀតពោតចូលទៅមុនគេបងប្អូនហើយខ្ញុំក៏បង់គ្រឿងផ្សំចូលទៅដែរដូចជាអំបិលរ៉ូឌីស្ករសហើយនឹងប៊ីចេងសម្រាប់រសជាតិបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តបន្តមកទៀតខ្ញុំដាក់ផ្លែននងផ្សិតចំបើងហើយនឹងសាច់ត្រីផ្ទុកដែលយើងបានបេះសាច់នឹងចូលទៅបន្ទាប់មកខ្ញុំរំងាស់ដើម្បីឲ្យបន្លែរបស់យើងនឹងបានឆ្អិនល្អបន្តិចបន្ទាប់មកទៀតខ្ញុំដាក់ត្រួយល្ពៅនេះចូលទៅតែម្ដងហើយយើងទុកវាមួយរំពុះគឺថាសម្លរបស់យើងនឹងបានឆ្អិនរួចរាល់ជាការស្រេចចាឥឡូវនេះសម្លសម្លក់ត្រួយល្ពៅជាមួយនឹងត្រីអាំងរបស់នាងខ្ញុំគឺថាបានឆ្អិនរួចរាល់ហើយតំណងដែរអត់បងប្អូនការបង្ហាញពីរបៀបធ្វើម្ហូបប្រចាំគ្រួសាររបស់នាងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំនៅវីដេអូក្រោយៗទៀត